បាទខ្ញុំឃើញមានបងប្អូនយើង comment សុំចូលរៀនដែលអត់គេថ្លៃជាមួយខ្ញុំច្រើនប៉ុន្តែខ្ញុំមិនបានឆ្លើយតបអស់ទេបាទសូមបងប្អូនចូលចោះអត់អីទេចូលប្រហែលក៏បានដែរការចូលរៀននេះគឺយើងចូលរៀនបាននៅក្នុងក្រុម Telegram ទេបាទយើងមិនបានរៀនតាមរយៈ Zoom ឬក៏តាម Google Meet អីទេដោយសារតែខ្ញុំអត់មានពេលវេលាគ្រប់គ្រាន់ដូចខ្ញុំធ្លាប់បានបញ្ជាក់អញ្ចឹងណាអញ្ចឹងខ្ញុំបានត្រឹមមកថតវីដេអូហើយខ្ញុំផុសចូលទៅក្នុងក្រុមអញ្ចឹងបងប្អូនចូលរៀនម៉ោងណាក៏បានដែរទំនេរម៉ោងណារៀនម៉ោងហ្នឹងគឺអត់មានកំណត់ម៉ោងទេហើយបាទបងប្អូនអាចហៅឬក៏ប្រាប់បាទគ្នាឲ្យរៀនបានមិនអស់លុយអស់កាក់ទេណាបាទអញ្ចឹងទេបងប្អូនដែល comment មកសូមចូលរៀនផងសូមចូលរៀនផងអីហ្នឹងសូមបងប្អូនមើលនៅបាទវីដេអូខាងលើណាខាងលើឬក៏ខ្ញុំនឹងដាក់ link បាទក្រុម Telegram បងប្អូនចូលទៅណាចូលទៅក្នុងហ្នឹងទៅបានរៀនណាហើយជាទូទៅខ្ញុំដាក់វីដេអូពេលយប់ព្រលប់ណាអាចមក7មក8ឬក៏មក9បាទអញ្ចឹងខ្ញុំដាក់ចូលក្រុមអញ្ចឹងបងប្អូនរៀនទៅអញ្ចឹងសូមអធិស្ឋានផងណាឃើញឆាតមកជាបន្តសូមរៀនផងណាហើយមួយវិញទៀតប្រហែលថ្ងៃមុននោះបាទខ្ញុំអត់ទាន់បានអរគុណនៅទឹកចិត្តរបស់បងប្រុសវិចិត្រដែលជាអ្នកស្រឡាញ់ខាងអក្សរសាស្ត្រខ្មែរដែរនោះបាទគាត់បានសួរមកខ្ញុំថាតើខ្ញុំនឹងត្រូវការបាទសម្ភារៈអីខ្លះបម្រើដល់ការបង្រៀនដែលការពិតទៅបាទការបង្រៀនតាមរយៈក្តារខៀននេះខ្ញុំបង្រៀនចូលជិត3ឆ្នាំទៅហើយខ្ញុំក៏មានបំណងចង់ទិញLED ធំៗណាដើម្បីយើងបាទស្រួលចុចឲ្យវាលឿនព្រោះនេះយើងត្រូវការចាយពេលសរសេរយ៉ាងហោចណាស់ក៏10ទៅ5 10នាទីដែរប៉ុន្តែយ៉ាងណាបាទខ្ញុំអរគុណនៅទឹកចិត្តរបស់បងប្រុសដែលចង់ជួយឧបត្ថម្ភជាប្រាក់មកដល់ខ្ញុំបាទខ្ញុំបាទមិនបានទទួលទេបាទខ្ញុំព្យាយាមសន្សំលុយបាទដោយខ្លួនឯងបន្តិចទៅថ្ងៃណាមួយដែលគ្រប់គឺខ្ញុំទិញអាទូរទស្សន៍ដ៏ធំមួយសម្រាប់បាទបង្រៀនណាសម្រាប់ចែករំលែកពេលនោះអាចចំណេញពេលវេលាច្រើនពេលដែលយើងមានអាហ្នឹងយើងចំណេញពេលវេលាច្រើនខ្ញុំមិនចាំបាច់ចំណាយពេលឲ្យមកសរសេរទេគឺខ្ញុំវាយតែក្នុងកុំព្យូទ័រហើយគឺខ្ញុំចុចទៅចុចមកហើយអាចបានច្រើនជាងការបង្រៀននៅលើក្តារខៀននេះទៀតបាទប៉ុន្តែសង្ឃឹមថាខ្ញុំអាចបាទសន្សំលុយបានគ្រប់ក្នុងពេលឆាប់បាទអញ្ចឹងប៉ុណ្ណឹងចុះឥឡូវនេះយើងបន្តមេរៀនរបស់យើងបន្ថែមទៀតបាទយើងកំពុងតែរៀនអំពីកាល present simple បាទកាល present simple នេះគឺជាការមួយដែលគេប្រើប្រាស់ជាទូទៅគេ we use present simple 80% or 90%. So why people use present simple most of the time when they come to communicate with other people? Because present simple focuses on what? On daily activity, or on habits, on routine. Is that right? Yeah, that's why they use present simple most of the time. Now we go on our lesson today, still on the present simple again, but with what? With ordinary verb. And we have learned many usages of present simple with ordinary verb. We have learned how many usages we have learned so far, everyone? We have learned 11 usages of present simple. And today we move to another usage. It's what? Usage 12. About what? About emotion and feelings. What does it mean? Which means that we use present simple to talk or to express emotions and feelings. Emotion is a kind of what? It's kind of stative verb. Is it correct? Yep. Stative verb is a kind of verb that does not show action, just show the state. Just show the state because stative verb. បាទអញ្ចឹងការប្រើប្រាស់ទី12គឺនិយាយអំពី emotion និយាយអំពីចិត្ត feeling និយាយពីអារម្មណ៍អូខេចិត្តអារម្មណ៍ឬក៏ចំណង់ចំណូលចិត្តគឺយើងប្រើកាល present simple យើងធ្លាប់បាននិយាយម្ដងហើយកាលពីវីដេអូឃ្លីបខាងដើមថា stative verbs គឺគេអត់ប្រើនៅក្នុងកាល present continuous ទេណាគេអាស័ព្ទដែលបង្ហាញអំពីសភាពលក្ខណៈឬក៏យើងហៅថាគេអាស័ព្ទសញ្ញាណនេះគឺមិនបង្ហាញអំពីសកម្មភាពទេតែបង្ហាញអំពីសភាពនៃសកម្មភាពបាទជាចិត្តជាអារម្មណ៍ជាការគិតជាដើមគឺយើងប្រើកាល present simple នៅក្នុងនេះខ្ញុំបានឲ្យការលើកមុនម្ដងហើយឥឡូវនេះបាទខ្ញុំឲ្យបន្ថែមទៀតអូខេ I give more example of stative verbs. So stative verb express emotion, express feelings, or express like or dislike or preference. បាទអញ្ចឹង stative verb នេះគឺបង្ហាញអំពីចិត្តអារម្មណ៍បង្ហាញអំពីចំណង់ចំណូលចិត្តវាបង្ហាញអំពីសភាពនៃការចូលចិត្តណាសភាពនៃចិត្តរបស់យើងសភាពនៃសកម្មភាពមិនបង្ហាញអំពីសកម្មភាពឲ្យយើងឃើញទេបាទសកម្មភាពបែបនោះ គេហៅថា stative verb ជាគេហៅថាសញ្ញាណបាទអញ្ចឹងយើងមើលខ្ញុំឲ្យបន្ថែមទៀតដូចជាពាក្យថា love ចឹង love គេហៅថា love ស្រឡាញ់នេះគឺជាគេហៅថាដែលមិនបង្ហាញអំពីសកម្មភាពទេតែបង្ហាញអំពីសភាពនៃចិត្តណាបង្ហាញអំពីលក្ខណៈនៃចិត្តណាសញ្ញាណនៃចិត្តស្រឡាញ់អញ្ចឹងយើងអត់ប្រើកាលដតៃផ្សេងក្រៅពី present simple ទេយើងអត់ប្រើកាលកំពុងបន្តទេឧទាហរណ៍ថាខ្ញុំស្រឡាញ់អ្នកយើងអត់អាចនិយាយថា I am loving you ខ្ញុំកំពុងតែស្រឡាញ់អ្នកអត់ទេ I love you I love you មានពេលទៀត hate up បាទ up ក៏យើងប្រើនៅក្នុងកាល present simple ដែរ surprise បាទភ្ញាក់ផ្អើលក៏យើងប្រើនៅក្នុងកាល present simple ដែរ fear បាទ fear ភ័យខ្លាចបាទយើងប្រើនៅក្នុងកាល present simple ដែរ please ធ្វើឲ្យសប្បាយចិត្តធ្វើឲ្យនរណាម្នាក់សប្បាយចិត្តគឺ please or astonish គឺបាទភ្ញាក់ណាភ្ញាក់អារម្មណ៍ហ្នឹងគឺយើងប្រើនៅក្នុងកាល present simple ដែរ appreciate យើងប្រើថាសរសើរ admire យើងប្រើថាកោតសរសើរយ៉ាងខ្លាំងណាកោតសរសើរខ្លាំងគឺយើងប្រើពាក្យ admire adore here mean love very much okay adore mean love very much adore excite mean to make someone happy to make someone excited បាទធ្វើឲ្យនរណាម្នាក់
សប្បាយចិត្តឬក៏រំភើប excite sadden is a verb from adjective sad okay sad បាទអញ្ចឹងពាក្យ sadden នេះជាកិរិយាសព្ទបង្ហាញអំពីបាទភាពឬក៏ធ្វើឲ្យទុក្ខសោកធ្វើឲ្យនរណាម្នាក់ទុក្ខព្រួយអូខេ like ចូលចិត្ត prefer ចូលចិត្តជាង favor គឺស្រឡាញ់ control ពេញចិត្តណា favor care ខ្វាយខ្វល់ cherish យើងប្រែថាចូលចិត្តខ្លាំងណាចូលចិត្តខ្លាំងឬក៏ពេញចិត្តខ្លាំង cherish dislike មិនចូលចិត្តណា release បាទស្រឡាញ់ចូលចិត្តដែរស្រឡាញ់ចូលចិត្ត control release ឬក៏រីករាយ enjoy ចូលចិត្តណា enjoy ចិត្តមាញបាទមាញយកចិត្តទុកដាក់ want ចង់បានបាទអញ្ចឹងកិរិយាសព្ទទាំងអស់នេះគឺយើងប្រើនៅក្នុងកាល present simple យើងប្រើនៅក្នុងកាល present simple នៅពេលដែលវាបញ្ជាក់អំពីអារម្មណ៍ feelings or emotion or preference ឬក៏ចំណង់ចំណូលចិត្តតើបាទបាទអញ្ចឹងកិរិយាសព្ទទាំងអស់នេះគឺយើងប្រើនៅក្នុងកាល present simple so take a look at the whiteboard together please example number 1 she loves her family deeply again she loves her family deeply she loves so take a look at the verb love here love express what feeling it doesn't show the action you got it just show the state of feeling ចឹងជាមើលពាក្យថា love នេះជាកិរិយាសព្ទបង្ហាញអំពីសភាពលក្ខណៈនៃចិត្តយើងអាចប្រើ she is loving her family deeply now we use present simple when express what emotion or feelings បាទអញ្ចឹងយើងប្រើការ present simple she love her family deeply នាងស្រឡាញ់គ្រួសាររបស់នាងបាទយ៉ាងខ្លាំង deeply deep ជ្រៅណា deeply យ៉ាងខ្លាំង example number 2 he hates getting up early in the morning អូខេបាទកន្លែងនេះយើងដាក់ខ្ញុំសេតអស់ខ្ញុំដាក់ត្រេចោល in the morning អញ្ចឹងទៅ he hates getting up early in the morning you see the word hates here hate is a verb in present simple okay we use present simple with the verb hates okay he hates getting up early in the morning គាត់មិនចូលចិត្ត hate កន្លែងនេះយើងមិនចូលចិត្តឬស្អប់ណាបាទមិនចូលចិត្តក្រោកឡើងពីព្រឹកព្រលឹមអញ្ចឹងយើងមើលកិរិយាសព្ទទាំងអស់នេះប្រសិនបើយើងបាទដាក់កិរិយាសព្ទគឺយើងដាក់ ing នៅពីខាងក្រោយយើងមើលដូចជា hates getting up ណា but love យើងដាក់កិរិយាសព្ទពីខាងក្រោយដែរគឺយើងដាក់កិរិយាសព្ទដែលថែម ing another example number 3 they enjoy going for a walk you see they enjoy going for a walk so enjoy here express what express emotion or feelings they enjoy going for a walk go for a walk យើងប្រើថាទៅដើរលេង you got it go for a walk គឺទៅដើរលេង and here going here យើងមើលគឺ going ដោយសារតែយើងប្រើខាងក្រោយកិរិយាសព្ទ enjoy ណាកិរិយាសព្ទប្រភេទនេះនៅពេលដែលយើងប្រើកិរិយាសព្ទនៅពីខាងក្រោយគឺយើងដាក់ ing 对吧 enjoy going for a walk or I like going for a walk I love going for a walk for example បាទប្រែថាម៉េចពួកគេចូលចិត្តដើរលេង go for a walk ប្រែថាដើរលេង enjoy ប្រែថាចូលចិត្ត you got it so we use in present simple when express feeling or emotion example number 4 they prefer tea to coffee again they prefer tea to coffee so what prefer here we cannot use in present continuous we use only present simple prefer something to something we do not use prefer something then something no we use to prefer to ចឹងយើងមើលកិរិយាសព្ទ prefer នេះយើងប្រើថាចូលចិត្តជាងចឹងបង្ហាញអំពីសភាពនៃចិត្តអារម្មណ៍របស់យើងដូច្នេះយើងមិនអាចប្រើនៅក្នុងទម្រង់ ing បានទេគឺយើងប្រើការ present simple ចឹង prefer ប្រែថាចូលចិត្តពួកគេចូលចិត្តតែជាងបាទជាង coffee ចឹងនៅកន្លែងនេះ to នៅកន្លែងយើងប្រើថាជាងបាទចំពោះកិរិយាសព្ទ prefer គេអត់ប្រើ then ទេ prefer something to something ចូលចិត្តអ្វីមួយជាងអ្វីមួយទៀតឬក៏ prefer somebody to somebody ចូលចិត្តនរណាម្នាក់ជាងនរណាម្នាក់ទៀត for example I prefer my daughter-in-law to my mother-in-law ខ្ញុំចូលចិត្តបាទប្អូនថ្លៃរបស់ខ្ញុំជាងម្ដាយក្មេករបស់ខ្ញុំ for example តើបាទចឹងយើងប្រើ to យើងអត់ប្រើ then ទេរៀនចំណាំណា number 5 they dislike loud music at parties again they dislike loud music at parties so you see the verb like here like expressing what expressing feelings or emotion is a kind of substantive verb so we use in present simple it doesn't show the action just show the state of feeling បាទអញ្ចឹងចាំមើលពាក្យថា dislike នេះជាកិរិយាសព្ទបង្ហាញអំពីសញ្ញាណឬក៏សភាពលក្ខណៈនៃចិត្តអារម្មណ៍របស់យើងដូច្នេះយើងមិនប្រើការ present simple ទេយើងមិនប្រើការ present continuous ទេតែយើងប្រើការ present simple ពួកគេមិនចូលចិត្តបាទតន្ត្រីលឺនៅតាមបាទកម្មវិធីនោះទេបាទព្រោះនៅក្នុងកម្មវិធីគេច្រើនតែចាក់តន្ត្រីលឺ you got it number 6 she admires her teachers បាទចឹងយើងមើល admire សរសើរគឺកើតចេញពីអារម្មណ៍ណាសរសើរនាងសរសើរគ្រូរបស់ខ្លួនឬក៏គ្រូរបស់នាងតើបាទចឹងសរសើរនេះគឺបង្ហាញអំពី emotion or feelings ចឹងយើងប្រើ present simple number 7 he adores his wife again he adores his wife adore here mean love very much which means that he loves his wife very much
love or adore បាទពាក្យ adore នេះប្រែថាស្រឡាញ់ខ្លាំងបាទស្មើនឹងពាក្យថា very much love very much ស្រឡាញ់ខ្លាំងអូខេចឹង adore នេះក៏បង្ហាញអំពី feeling and emotion ដែរ that's why we use present simple the last example the story saddens her the story saddens her បាទរឿងនេះសាច់រឿងនេះគឺធ្វើឲ្យនាងសោកសៅយល់ទេធ្វើឲ្យនាងសោកសៅអញ្ចឹងសាច់រឿងនេះធ្វើឲ្យនាងសោកសៅអញ្ចឹងចំពោះកិរិយាសព្ទដែលធ្វើឲ្យនរណាម្នាក់សប្បាយចិត្តឬក៏មិនសប្បាយចិត្តក៏យើងប្រើនៅក្នុងកាល present simple ដែរ for example like excite okay for example good news excite her បាទព័ត៌មានល្អនេះដំណឹងល្អនេះធ្វើឲ្យនាងរំភើបឬក៏សប្បាយចិត្តបាទអញ្ចឹងចំណាំនេះជាចំណុចពិសេសមួយទៀតនៃការប្រើប្រាស់កាល present simple បាទនៅពេលដែលយើងនិយាយអំពី feelings និយាយអំពី emotion we use present simple we cannot use present continuous with stative verb យល់ទេបាទអញ្ចឹងជាមួយកិរិយាសព្ទសញ្ញាណគឺយើងមិនប្រើទម្រង់ ing បានទេបាទអញ្ចឹងចំណុចទី12គឺសន្មតថាចប់ប៉ុណ្ណឹងហើយសូមបញ្ជាក់ម្ដងទៀតចំពោះបងប្អូនដែលមិនទាន់មានសភៅនេះបងប្អូនអាចរកទិញបានតែនៅក្នុង page របស់ខ្ញុំបងប្អូនគ្រាន់តែបាទមានសភៅនេះទៅរៀនជាមួយខ្ញុំបានមួយចប់បាទមិនចាំបាច់ចំណាយលុយទេខ្ញុំព្យាយាមថតរហូតដល់ចប់សភៅហ្នឹងប្រហែលជា 4-500 clip ឯណោះអញ្ចឹង 4-500 clip បងប្អូនរៀនមិនបាច់ចំណាយលុយមកកាក់ម៉ាស៊ីនទេគ្រាន់តែបងប្អូនចូលរួមបាទទិញសភៅនេះដើម្បីជាឯកសារយោងទៅនៅពេលដែលរៀនជាមួយខ្ញុំបាទខ្ញុំបញ្យល់ហ្នឹងនៅក្នុងសភៅនេះច្រើនជាងណាសូមបញ្ជាក់នៅក្នុងសភៅនេះច្រើនជាងមានលំហាត់អនុវត្តមានអីច្រើនជាងគាត់ថាខ្ញុំធ្វើនេះខ្ញុំធ្វើគោលបងប្អូនគាត់យកអាហ្នឹងទៅមើលទៀមទាត់ជាមួយខ្លឹមសារទៅគឺយល់ហ្មងនៅសល់ប៉ុន្មានគឺយល់ហ្មងតោះនេះបាទហ្នឹងមួយទៀតតែបងប្អូនដែលធ្លាប់បានទិញសភៅនេះផងដែរបាទខ្ញុំក៏បានធ្លាប់បានសន្យាថាខ្ញុំថតបាទសភៅនេះរហូតដល់ចប់ដែរខ្ញុំបានថតបានចប់ភាគ1ហើយនៅសល់ភាគ2ទៀតភាគ2មិនទាន់បានបាទថតនៅឡើយទេដោយសារតែភាគ2នេះត្រឹមតែរួចរាល់ដែរអញ្ចឹងទៅខ្ញុំអត់ទាន់បានថតទេតែទៅមុខទៀតខ្ញុំនឹងថតឲ្យចប់បាទភាគ2មួយទៀតតទៅនឹង parallel speech ថ្នាក់ពាក្យអញ្ចឹងចប់នឹងប្រហែលជាអាចនឹងបើមិន3ទៅ400វីដេអូទៀតព្រោះនេះវាក្រាស់បាទវាជប់វា370ទំព័រអញ្ចឹង370ទំព័រវាអាចនឹង370វីដេអូទៀតបានចប់អានឹងបើយើងថតសង្ខេបតោះបាទប៉ុន្តែខ្ញុំនឹងថតជូនអញ្ចឹងបងប្អូនរៀនជាមួយខ្ញុំមិនចាំបាច់ចំណាយលុយទេគ្រាន់តែថាការរៀនវាអត់បានទៀងទាត់តែប៉ុណ្្នឹងឯងអញ្ចឹងបងប្អូនបាទគ្រាន់តែមានសភៅនេះជាមួយខ្លួនបាទអាចនឹងទៀងទាត់បាទជាមួយនឹងវីដេអូដែលខ្ញុំបានថតអញ្ចឹងទៅបងប្អូនរៀនទៅណាតែម៉ោងណារៀនម៉ោងនឹងទៅហើយអាចសួរខ្ញុំបានគ្រប់ពេលទាំងអស់គ្រប់ចំណុចទាំងអស់បាទមិនមែនមានន័យថាបងប្អូនមានសភៅខ្ញុំហើយសួរខ្ញុំមិនបានអត់ទេបាទសួរខ្ញុំបានគ្រប់ពេលទាំងអស់អញ្ចឹងបងប្អូនគ្រាន់តែចំណាយលុយប៉ុណ្ណឹងរៀនជាមួយខ្ញុំមកចប់ហ្នឹងប្រហែលជា1000ជាងវីដេអូឯនោះបានចប់ណាពីហ្នឹងវាអាចចូល8-900វីដេអូបានចប់អញ្ចឹង8-900វីដេអូបងប្អូនគិតមើលទៅអត់ចំណាយលុយមកកាក់ម៉ាស៊ីនទេតែគាត់ថាបងប្អូនចូលរួមទិញសភៅនេះយកទៅរៀនទៅចេះខ្លួនឯងទេតោះណាចេះខ្លួនឯងទេអញ្ចឹងមួយឈុតនេះក៏បានដែរណាទិញមួយឈុតនេះទៅខ្ញុំបង្រៀនហើយឥឡូវខ្ញុំកំពុងតែត្រៀមចេញសភៅល្អមួយទៀតដែលខ្ញុំគិតថាវាល្អប្រហែលជានិយាយបែបលយទៅចុះប្រហែលជាសភៅហ្នឹងគឺបើសម្រាប់ខ្ញុំគាត់ថាល្អហ្មងបាទតែត្រៀមចេញកំពុងតែសម្អាតវាកំពុងតែបាទកាត់កងឈូសឆាយវារំលែងវាឲ្យស្អាតបាទចាំពេលហើយចាំខ្ញុំបង្ហាញជូនបងប្អូនទៀតអានោះក៏ខ្ញុំបង្រៀនអត់យកលុយដែរអានោះសប្បាយរៀនហ្មងអានោះសប្បាយរៀនជាងនេះទៀតព្រោះអានោះវារៀនជ្រៅប៉ុន្តែខ្ញុំបាទមានបាទគូសបាទវាគូសដៃយ៉ាក្រាមគូសពីលោពីឆ្វេងពីស្ដាំអីគឺថាខ្ញុំគូសវាបញ្យល់ឲ្យកតិចបាទអានោះសប្បាយទៀតដែរបាទមិនតាន់ចប់ទេកំពុងតែសម្អាតវាអូខេអញ្ចឹងថ្ងៃនេះប៉ុណ្ណេះចោះចាំជួបគ្នាក្នុងវីដេអូគ្លីបក្រោយទៀតអូខេបាយបាយ